ក្រុមកំចាត់សត្វល្អិតនៅប្រទេសជប៉ុនរៀបចំកម្មវិធីបុណ្យសពឲ្យសត្វល្អិតដើម្បីជាការគុណសារពួកគេជួយធ្វើឲ្យក្រុមហ៊ុនមានភាពរីកចម្រើនជារឿងធម្មតាសម្រាប់ប្រទេសជប៉ុនព្រោះខាងនោះគេក៏មានរៀបចំកម្មវិធីបុណ្យលក្ខណៈប្លែកៗបែបអញ្ចឹងមកជារឿយៗតែទាំងឡាយទាំងពួងគ្រប់បែបយ៉ាងទាំងអស់សិតតែមានហេតុមានផលហើយនឹងមានអត្ថន័យរបស់វាដោយករណីនេះក្រុមហ៊ុនកំចាត់សត្វល្អិតដ៏ធំមួយរបស់ប្រទេសជប៉ុនឈ្មោះថា Art Comical ដែលនាំបុគ្គលិករបស់ខ្លួនអាចនឹងច្រើនជាង100នាក់នៅក្នុងមួយឆ្នាំដើម្បីទៅគ្រប់វិញ្ញាណក្ខន្ធឬក៏ជាការរៀបចំកម្មវិធីបុណ្យដើម្បីរលឹកដឹងគុណទៅដល់សត្វល្អិតទាំងឡាយហ្នឹងគឺគេធ្វើដើម្បីឲ្យបុគ្គលិករបស់គេមានការភ្ញាក់រលឹកដឹងអំពីអ្វីដែលខ្លួនឯងបានធ្វើហើយអរគុណទៅដល់សត្វល្អិតទាំងឡាយទាំងពួងហ្នឹងដែលជួយទៅដល់ក្រុមហ៊ុនរបស់គេឲ្យមានភាពរីកចម្រើនមានការអភិវឌ្ឍនៅក្នុងកម្មវិធីបុណ្យនេះគេមិនមែនទើបតែធ្វើមួយឆ្នាំពីរឆ្នាំនេះទេធ្វើមករយៈពេល40ឆ្នាំមកហើយជារៀងរាល់ឆ្នាំគេក៏នាំបុគ្គលិកក្រុមហ៊ុនច្រើនជាង100នាក់ធ្វើដំណើរទៅវត្តមួយនៅខាងហ៊ីវកុហើយក៏រៀបចំកម្មវិធីដូចបុណ្យសពទូទៅអញ្ចឹងរូបសត្វល្អិតត្រូវបានថតនៅក្នុងស៊ុំរូបថតជាច្រើនប្រភេទមិនថាសត្វល្អិតនៅតាមផ្ទះដូចកឡាតដូចមូសដូចសម្មោចអីហ្នឹងទេសូម្បីតែសត្វល្អិតដែលនៅក្នុងខ្សែនៅក្នុងវិស័យកសិកម្មក៏ត្រូវបានគេយករូបមកដើម្បីតាំងរៀបចំកម្មវិធីបុណ្យសពរលឹកដឹងគុណឬក៏ឧទ្ទិសដល់ដូចគ្នាខាងក្រុមហ៊ុនបញ្ជាក់ថាកម្មវិធីបុណ្យនេះមិនមែនធ្វើទៅដើម្បីតែជាកម្មវិធីឲ្យល្អមើលលក្ខណៈបែបអញ្ចឹងទេប៉ុន្តែវាជាការជំរះផ្លូវចិត្តដ៏ល្អម្យ៉ាងព្រោះនៅប្រទេសជប៉ុនក៏ដូចជាអ្នកជឿរឿងសាសនាធម៌អាអ្នកបុណ្យអ្នកអីនៅស្រុកខ្មែររបស់យើងក៏មានដូចគ្នាអាការដែលយើងទៅសម្លាប់ទៅកំចាត់ពួកសត្វល្អិតអីតូចគ្រប់ជីវិតទាំងអស់សិតតែមានតម្លៃហើយបើសិនជាយើងធ្វើទៅដែលអត់មានដឹងអីថាអានឹងជាតម្លៃរបស់ជីវិតគេដឹងគុណទៅដល់គេផងអីផងបែបអញ្ចឹងជារឿយអីដែលយើងមាននៅក្នុងចិត្តរបស់យើងគឺយើងសំភាពកខ្វក់នៅក្នុងនឹងបើន័យថាការពារកុំឲ្យយើងស៊ាំជាមួយនឹងរឿងអំពើបាបពីគឺនាំចិត្តរបស់យើងឲ្យគេចផុតអំពីវេទនានៃទុក្ខនឹងព្រោះសន្សំភាពក្តៅក្រហាយនៅក្នុងចិត្តនៅពេលដែលធ្វើរឿងអស់នឹងហើយក៏ជាការស្វែងយល់ឬក៏ដឹងអំពីការពិតថាជីវិតទាំងអស់សិតតែមានតម្លៃហើយអីដែលយើងធ្វើទៅគឺយើងធ្វើទៅដោយសតិមិនមែនធ្វើទៅដោយអវិជ្ជានោះទេហើយមួយទៀតការដែលយើងដឹងអំពីការសាងនៅសេចក្តីបាបលើជីវិតអ្វីមួយមិនថាតែសត្វល្អិតក៏ដោយហ្នឹងវាក៏ជំរុញឲ្យយើងហ្នឹងសាងសេចក្តីបុណ្យដើម្បីទប់ទល់ជាមួយនឹងរឿងទាំងអស់ហ្នឹងដូចគ្នាអញ្ចឹងបើសិនតែយើងធ្វើអីដោយមិនមានក្តីភ្ញាក់រលឹកថាហ្នឹងវាល្អឬក៏មិនល្អអស់ហ្នឹងយើងអាចនឹងធ្វើទៅដោយអវិជ្ជានឹងឯងអត់មានសតិគ្រប់គ្រាន់នៅក្នុងការពិចារណាអាចនឹងប្លែកប៉ុន្តែគិតថាវានេះជាប្រយោជន៍ខ្លះៗទៅដល់បងប្អូនរបស់យើងនៅក្នុងការភ័យ